บางคนស្រូវដែលយើងព្រោះណែអត់ដាក់ទ្រាប់បាតនិងស្រូវគេទ្រាប់បាតតាក់ទងនឹងស្រូវប្រភេទស្រូវភាសាយើងហ្នឹងបើបងប្អូនបើអាចអីគឺមិនចាំបាច់ដាក់ទ្រាប់បាតទេឬមួយក៏ដាក់តិចបានកុំសូវដាក់ច្រើនពេកព្រោះធម្មតាជីប្រភេទដីស្ងួតដែលវាគ្មានទឹកគ្មានអីចឹងគឺវានឹងហួតតាមកម្ដៅទៅអស់ហើយស្រូវខាងនេះគេដាក់ជីច្រើនណាស់ព្រោះគេដាក់យ៉ាងអត់ក៏ហិតតាមមួយក្រុងទៅយ៉ាងស្ទើរហ្នឹងក៏កន្លះក្រុងដែរតែសម្រាប់ស្រូវនេះបើជាប្រភេទស្រូវខុនដូចគ្នាអស់ទេតែព្រោះក្រោយទេគឺវាល្អវាអត់បាច់ស្រូវទៅបានដាក់ជីទេខ្ញុំខ្ញុំមិនដាក់ជីទេតែចាំដល់ពេលវាមានទឹកមានអីយើងបុកជីទៅគឺដូចជាយើងបុក2ក្រុង3ក្រុងគឺវាមកតាមនឹងទាំងអស់ដែរស្រូវគឺបបពិសោធន៍យូរឆ្នាំដែរហើយតាមដែលយើងធ្លាប់ធ្វើនេះហ្មងសំខាន់ជាងមើលពេលវេលានៃការព្រោះស្រូវយើងឲ្យបាននេះហ្មងមើលដើមស្រូវអត់ចាញ់គេដាក់ជីប្រមាណទេអានោះស្មៅទៅទេអត់សុទ្ធrồiស្រូវល្អខុសពីខៀវrồiនោះពុះយូរណាស់ហើយយើងមើលតាមកលៈទេសៈអាកាសធាតុជាពិសេសតាមដានព័ត៌មានរបស់ក្រសួងធនធានទឹកនិងកតុនិយមនោះយើងអាចព្រោះស្រូវមុនព្រោះស្រូវក្រោយបានហើយស្រែមួយជួរនេះវាមិនមែនស្រែទូលក៏វាមិនជាកលុកជ្រៅដែរតែវាជាលក្ខណៈស្រែប្រភេទកណ្ដាលដែរស្រូវស្រែនេះសិនជាយើងអត់ទុកយើងមិនបានតាមដានព័ត៌មានរបស់ក្រសួងយើងអាចព្រោះទឹកតែយើងមើលតាមកលៈទេសៈយើងតាមដានរបស់ក្រសួងភេកក្រសួងទៅដឹងតែព្រោះទៅពេញចិត្តរបស់នេះស្រូវនេះវាអាចមានទឹកឆិតហើយបាញ់ឆ្នាំរួចពីថ្ងៃរួចដាក់ជីបុកថែមមកគឺដឹងតែអីមកហើយការប្រើប្រាស់ជីដោយលើកមុនដែរបានរយៈនោះដែរខ្ញុំបានតាមបានតបងប្អូននេះគ្មិនអីសួរសូមអធិស្ឋានផងសារតាវល់ការងារខ្លាំងពេកទៅក៏មិនបានជីចូលមើលចូលហើយអខន YouTube មានបញ្ហាផងទឹកទៅនឹងខ្ញុំ refer យកមកវិញបានទៅអរគុណបងប្អូនកុំភ្លេច follow ហើយនិង subscribe អ្នកមកចាំនឹងទទួលដែរចំណេះដឹងសម្រាប់ទៅខ្លួនខ្ញុំចែកលេខតទៅតិចហ្នឹងហើយអរគុណច្រើន